សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាអំពីការបង្កើត server ដោយខ្លួនឯងហើយការបង្កើត server ហ្នឹងគឺវាអត់សូវមានភាពស្មុគស្មាញប៉ុន្មានទេអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើតាមខ្ញុំបានហើយខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាជួយ subscribe និង like ឲ្យ channel ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីៗបន្តទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលវីដេអូយើងទាំងអស់គ្នានៅចូលក្នុង computer ហើយអ្នកទាំងអស់គ្នាចូលកន្លែងជ្រោមហើយអ្នកទាំងអស់គ្នាយកកន្លែង search នេះបន្ទាប់មកអ្នកទាំងអស់គ្នាវាយពាក្យថា alternate នេះហើយអ្នកទាំងអស់គ្នាយកអានលើគេហ្នឹងមកហើយអ្នកទាំងអស់គ្នាទៅរកពាក្យថា play ហើយចុចលើវាមួយមកបន្ទាប់ពីចុចហើយវានឹងនាំយើងមកដល់កន្លែងចុះឈ្មោះហ្នឹងអាពាក្យថា sign up ហ្នឹងយើងគាត់ទៅចុចលើវាមួយមកវានឹងនាំយើងទៅដល់កន្លែងចុះឈ្មោះហើយអញ្ចឹងយើងចុចវាមួយមកដល់កន្លែងនេះយើងត្រូវវាយឈ្មោះដែលយើងចង់ដាក់ហ្នឹងយើងចង់វាយឈ្មោះអីក៏បានដែរតាមថាយើងស្រឡាញ់វាអត់មានលេខអញ្ចឹងវាឲ្យខអញ្ចឹងអ្នកនរគ្នាត្រូវដាក់លេខពីក្រោយផងដាក់មិនខ្ទង់ក៏បានដែរអ្នកនរគ្នាបន្ទាប់ពីដាក់វាហើយយើងឃើញអាសញ្ញាខ្វែងខាងក្រោមហ្នឹងយើងបាក់វាអស់មកអ្នកនរគ្នាបន្ទាប់មកយើងចុចនេះទៅបន្ទាប់ពីចុចនេះហើយយើងមកដល់កន្លែង create account យើងហើយអញ្ចឹងវាមានដាក់ password ហើយនឹងsign up ពី Google អញ្ចឹងយើងយកមួយណាក៏បានដែរសម្រាប់ខ្ញុំចង់ដាក់ password វិញអញ្ចឹងយើងដាក់ password ដែលយើងចង់ដាក់ហ្នឹងចាប់ពី8ខ្ទង់ឡើងមានបើចង់ឲ្យសុវត្ថិភាពយើងដាក់លេខយើងដាក់អក្សរយើងដាក់សញ្ញាអីអញ្ចឹងទៅអ្នកនរគ្នាយើងចង់ដាក់មួយក៏បានដែរតាមតែការស្រឡាញ់របស់អ្នកទាំងអស់គ្នាទេឥឡូវនេះខ្ញុំបានដាក់ password ទាំងពីរហើយ password ទាំងពីរនេះយើងដាក់ដូចគ្នាទាំងពីរហ្នឹងហើយកន្លែង email ហ្នឹងយើងចង់ដាក់ក៏បានអត់ក៏បានពេលអ្នកទាំងអស់គ្នាដាក់ password ហើយនឹង email ហើយអ្នកទាំងអស់គ្នាចុចពាក្យថា sign up បន្ទាប់ពីយើងចុច sign up ហើយវានឹងនាំយើងមកដល់កន្លែងមួយទៀតហើយយើងយកពាក្យថា create a server យើងយកអាហ្នឹងមួយមកអ្នកទាំងអស់គ្នាចុចវាមួយមកបន្ទាប់ពីចុចហើយវានឹងនាំយើងមកដល់កន្លែងមួយទៀតហើយយើងយកពាក្យថា create យើងយកវាដើម្បី create server យើងអ៊ីនធឺណិតខ្ញុំវា slow តិចអ្នកទាំងអស់គ្នាពេលដែលយើងចុច create ហើយយើងបានបង្កើត server ហ្នឹងបានឲ្យជោគជ័យហើយយើងបង្កើត server ហ្នឹងដើម្បីលេងជាមួយមិត្តភ័ក្តិនិងមនុស្សជុំវិញខ្លួនយើងហើយយើងអាចដាក់មនុស្សបានច្រើនប៉ុន្តែនៅពេលដែលយើងដាក់រត់ទៅច្រើន server យើងក៏លេសតាមនឹងដែរអញ្ចឹងយើងដាក់មនុស្សធ្វើមកល្មមបានហើយតែច្រើនពេក server យើងដឹងលេសទៅបន្ទាប់មកយើងចុចអាក្រហមនឹងតាមយកមកអា9ហ្នឹងយើងចុចវាមួយមកពេលចុចហើយវានឹងនាំយើងមកដល់កន្លែងមួយទៀតហើយអាបេតុងពណ៌បៃតងហ្នឹងពាក្យថា start ហ្នឹងគឺជាកន្លែងដែលយើងចាប់ផ្ដើមចូល server យើងលេងអញ្ចឹងបន្ទាប់មកយើងចុចពាក្យថា software ហ្នឹងមកអ្នកទាំងអស់គ្នាបន្ទាប់មកវានឹងនាំយើងមកដល់កន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាចុចតាមខ្ញុំមកបន្ទាប់ចុចហើយវានឹងនាំយើងមកដល់កន្លែងមួយទៀតហើយយើងចុចយកអា version ខ្ពស់ជាងគេហ្នឹងទៅដើម្បី download ហើយយើងចុចកន្លែង install មួយទៅចង់នៅពេលដែលវាមានគ្រាបែបនេះមានន័យថាយើង install វាបានជោគជ័យហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែង often នេះអ្នកទាំងអស់គ្នាមើលតាមហ្នឹងខ្ញុំចោលហ្នឹងបន្ទាប់ចុចហើយវានឹងនាំយើងមកដល់កន្លែងមួយទៀតហើយកន្លែងនេះគឺជាកន្លែងដែលយើងអាចដាក់មនុស្សចូលក្នុង server យើងបានហើយនៅពេលដែលយើងដាក់ហ្នឹងគឺយើងកុំដាក់ច្រើនពេកបើដាក់រត់តែច្រើន server យើងគឺរត់តែលេសតាមហ្នឹងអញ្ចឹងយើងដាក់មកល្មមបានហើយកន្លែងនេះគឺជាកន្លែងដែលយើងអាចដាក់ survival creative ឬអីផ្សេងទៀតបានហើយកន្លែងនេះគឺជាកន្លែងដែលយើងអាចដាក់ hard easy normal អីតាមហ្នឹងតាមចិត្តដែលយើងចង់បន្ទាប់ពីសេរីអីហើយយើងអាចចុច start ដើម្បីចូលលេងបានអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ